ថៃបន្តកែសម្រួលយុទ្ធសាស្ត្រឧបករណ៍អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នៅរុស្ស៊ីថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅចោអូឆ្មាច់ខេត្តឧត្តរមានជ័យយោធាភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃសម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធសាស្ត្រឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិដ្ឋាននៃគណៈកម្មការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃកាលពីព្រឹកម្សិលមិញនេះសហប្រធានដឹកនាំកិច្ចប្រជុំដោយឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយោធាភូមិភាគទី4កម្ពុជានិងឯកឧត្តមសេនីយ៍តូវីរៈយុទ្ធវីរៈស៊ីនមេបញ្ជាការកងទ័ពភូមិភាគទី2ថៃដោយមានការចូលរួមពីអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការកែសម្រួលយុទ្ធសាស្ត្រឧបករណ៍និងអាវុធធុនធ្ងន់សម្រាប់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលនៃក្រុមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 3:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនិងចុះអត្ថលេខាលើកំណត់ហេតុរួមគ្នាស្តីពីការកែសម្រួលយុទ្ធសាស្ត្រឧបករណ៍អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់